វីដេអូញ៉ាជូនទៅកាន់បងប្អូនយើងអ្នកដែលចង់បានកូនហើយបើសិនជាបងប្អូនយើងចង់ឆាប់មានកូនណានេះខ្ញុំចែករំលែកគន្លឹះចំនួន4ធំជូនបងប្អូនទាំងអស់គ្នាសម្រាប់ទី1គឺបងប្អូនយើងត្រូវព្យាយាមថែទាំនៅសុខភាពផ្លូវកាយនេះគឺបងប្អូនថែទាំឲ្យបានល្អបើសិនជាយើងចង់បានកូនត្រូវព្យាបាលរោគស្ត្រីចេញត្រូវឲ្យរដូវយើងមកទៀងត្រូវឲ្យស្បូនយើងល្អទ្វីមាសយើងល្អមានសំណើមយើងគេងនៅជាមួយដៃគូទៅគឺអត់មានការឈឺចាប់ទេសម្រាប់ទី2វិញគឺសុខភាពផ្លូវចិត្តហ្នឹងសំខាន់ណាបងប្អូនសុខភាពផ្លូវចិត្តបើសិនជាយើង stress ច្រើនយើងពិបាកចិត្តយើងធុញថប់តបប្រមល់យើងតុកសិចគឺបងប្អូនយើងពិបាកនៅក្នុងការមានកូនខ្លាំងណាទោះបីជាសុខភាពផ្លូវកាយយើងល្អក៏ដោយព្រោះពេលណាដែលសុខភាពផ្លូវចិត្តមិនល្អគឺវាប៉ះពាល់ទៅលើអរម៉ូនរបស់យើងអាចធ្វើឲ្យមេជីវិតញីយើងនឹងលូតលាស់អត់បានល្អមេជីវិតញីរបស់យើងនឹងអត់ធំចាកើតមានជាមួយនឹងបញ្ហាភីកូកើតជាមួយនឹងបញ្ហារដូវផ្សេងទៀតណាចាអញ្ចឹងសុខភាពផ្លូវចិត្តហ្នឹងគឺសំខាន់ដោយសុខភាពផ្លូវកាយអញ្ចឹងសម្រាប់ទី3គឺបងប្អូនត្រូវជ្រើសរើសរបបចំណីអាហារញ៉ាំឲ្យបានត្រឹមត្រូវណាបើសិនជាយើងមានគម្រោងណាថាចង់បានកូនទី1សម្រាប់ស្រាឬក៏បារីគឺយើងត្រូវផ្អាកនៅក្នុងការញ៉ាំសិនយើងតមស្រាតមបារីសិនតមនេះតមទាំងដៃគូខាងស្ត្រីតមទាំងដៃគូខាងបុរសណាព្រោះអីបើសិនជាយើងញ៉ាំស្រាញ៉ាំបារីច្រើនក៏វាអាចប៉ះពាល់ទៅលើសុខភាពបើយើងរាងកាយយើងមានជាតិពុលច្រើនផងដែរចាហើយមេជីវិតឈ្មោះក៏ខ្សោយទៅតាមនឹងដូចគ្នាណាចាសម្រាប់ទី4វិញគឺបងប្អូនយើងត្រូវជ្រើសរើសរបបចំណីអាហារញ៉ាំឲ្យបានល្អចាញ៉ាំបន្លែបានច្រើនចាញ៉ាំសាច់ញ៉ាំត្រីអីឲ្យបានស្មើគ្នាឲ្យបានគ្រប់មុខលំហាត់ប្រាណបន្ថែមបើតាមបទពិសោធន៍របស់នាងខ្ញុំទី1ជ្រើសរើសរបបចំណីអាហារចាជ្រើសរើសរបបចំណីអាហារញ៉ាំឲ្យបានល្អកុំសូវញ៉ាំប្រៃពេកផ្អែមពេកខ្លាញ់ពេកចាហាមម្សៅឲ្យយើងតមសិនទៅហើយអំឡុងពេលដែលយើងថាយើងចង់បានយើងត្រូវហាត់ប្រាណណាបងប្អូនឆ្លៀតពេលបន្តិចតាំងព្រឹកតាំងល្ងាចហ្នឹងយើងអាចមួយថ្ងៃហាត់2ដងទៅម្ដងយើងហាត់10នាទីចាព្រោះពេលណាដែលយើងហាត់ប្រាណហើយរាងកាយយើងបញ្ចេញជាតិពុលហើយវាអាចភ្ញូចទៅពងញីយើងនឹងវារីកបានល្អណាហើយជាពិសេសបើសិនជាបងប្អូនយើងមានបញ្ហារដូវយើងអាចញ៉ាំជាប្រភេទវីតាមីនជំនួយទៅលើសុខភាពស្បូនយើងឲ្យបានល្អឲ្យរដូវទៀងព្រោះពេលណាដែលរដូវទៀងយើងអាចកំណត់ទេថាថ្ងៃណាដែលយើងអាចគេងនៅជាមួយគ្នាបានហើយឱកាសខ្ពស់នៃការមានកូនអញ្ចឹងបើសិនជាបងប្អូនយើងចង់បានកូនបងប្អូនកុំភ្លេចអនុវត្តតាមនេះខ្ញុំចែករំលែកចាឬក៏បងប្អូនចង់បានដំណោះស្រាយបងប្អូនចង់បានជាភេទវីតាមីនជំនួយទៅលើការឆាប់មានកូនបន្ថែមបងប្អូនអាចតាក់ទងមកកាន់នេះខ្ញុំតាម account TikTok នេះឬក៏តាម Telegram របស់នេះខ្ញុំបាន